Hello សួស្តីអ្នកទាំងអស់គ្នា Welcome back to Watashifa ថ្ងៃនេះយើងនឹងមកបន្តសាច់រឿងយើងបន្តទៀតចង់ដឹងថានៅពេលដែលដៃគូទាំងសងខាងបានជួបមុខគ្នាតើនឹងមានរឿងអ្វីកើតឡើងហើយខ្ញុំចង់សូមអធិស្ឋានចំពោះអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលខ្ញុំចេញយឺតក៏ដោយសារតែខ្ញុំរវល់មើលមេរៀនត្រៀមប្រឡង Final ហើយរឿងដែលកំចាត់បិសាចហ្នឹងក៏ខ្ញុំអត់ទាន់បានចេញឲ្យអ្នកទាំងអស់គ្នាដែរចាអធិស្ឋានខ្លាំងមែនតើដើម្បីកុំឲ្យសំដប៉ាយូរឥឡូវយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នានៅថ្ងៃស្អែកគ្រួសារទាំងពីរក៏បានមកជួបគ្នាដើម្បីរៀបចំឲ្យកូនពួកគេបានជួបគ្នានៅថ្ងៃស្អែកមួយទៀតនៅផ្ទះសំណាក់មួយដែលគេធ្វើសម្រាប់ការណាត់ជួបរបស់គូអាពាហ៍ពិពាហ៍ដែលរដ្ឋាភិបាលបានចាត់ឲ្យមកដល់ផ្ទះវិញឪពុកម្ដាយរបស់នេជីម៉ាក៏បានប្រាប់ថានៅពេលដែលពួកគេនឹងត្រូវជួបគ្នានៅថ្ងៃស្អែកគាត់បានខលសុំច្បាប់ឲ្យនេជីម៉ារួចហើយដោយនេជីម៉ាមិនទាន់មានឱកាសនិយាយជាមួយតាកាសាគីចាប់តាំងពីគាត់បានសារភាពប្រាប់នាងព្រឹកស្អែកនេជីម៉ាក៏បានទៅរៀនធម្មតាហើយពាក់ស្រោមមុខអត់ចង់ឲ្យគេដឹងទេប៉ុន្តែនេះសកានៅតែមើលគាត់ស្គាល់មិនរួមថ្នាក់ឆ្ងល់ថាមិនបានគាត់មករៀនអញ្ចឹងគាត់ត្រូវវត្តមានថ្ងៃហ្នឹងត្រូវអត់ព្រោះអីហ្នឹងគាត់មានការជួបប្រជុំជាមួយគ្រួសារទាំងសងខាងប៉ុន្តែគឺដោយសារតែនេជីម៉ាហ្នឹងគាត់បានរត់គេចពីការប្រជុំមួយនោះធ្វើឲ្យមិត្តរួមថ្នាក់ភ្ញាក់ផ្អើលព្រោះគ្មានអ្នកណាហ៊ានធ្វើដូចគាត់ទេបន្ទាប់មកពីនោះគាត់ក៏ត្រូវបានលោកគ្រូយកទៅឃុំក្នុងបន្ទប់មួយគាត់ដឹងថាការសិក្សារបស់នេជីម៉ានឹងសំខាន់ប៉ុន្តែអនាគតរបស់គាត់នឹងគឺសំខាន់ជាងទៅពេលដែលលោកគ្រូទៅបាត់នេជីម៉ាគិតថាគាត់នឹងរត់ចេញពីទីនេះមុននឹងមានអ្នកណាគេមកចាប់គាត់ទៅអំឡុងពេលនោះដែរតាកាសាគីក៏បានមកដល់ឲ្យគាត់ស្ដាប់នាងនៅក្នុងនឹងហើយកុំបើកទ្វារចេញមកក្រៅអីនាងឆ្ងល់ថាមិនបានថ្ងៃហ្នឹងនេជីម៉ានៅតែមករៀនអញ្ចឹងតាមពិតទៅគឺនេជីម៉ាចង់និយាយពីរឿងអារម្មណ៍របស់គាត់ដែលបានប្រាប់នាងហើយការណាត់ជួបជាមួយស្រីផ្សេងរៀបការជាមួយនាងគឺគាត់ចង់ប្រាប់ទៅតាកាសាគីដំបូងគេហើយចង់ឲ្យនេជីម៉ាកាត់ចិត្តពីនាងក៏បានប្រាប់គាត់ថានាងមិនច្បាស់នៅក្នុងសួននោះទេប្រហែលជានាងច្រឡំមនុស្សហើយប្រាប់ឲ្យគាត់នឹងទុករឿងនេះជាការចងចាំទៅថែមទាំងថាឲ្យនាងជាម៉ារំខាននាងទៀតផងហើយអ្វីដែលនាងចង់និយាយនោះគឺឲ្យគាត់ត្រឡប់ទៅរកប្រពន្ធរបស់គាត់វិញទៅនៅពេលមកដល់ផ្ទះវិញអារម្មណ៍របស់នាងជាម៉ាគឺមិននៅក្នុងខ្លួននោះទេឪពុកម្ដាយខាងស្រីក៏បានមកដល់ហើយដែរឲ្យក្មេករបស់នាងជាម៉ារំភើបពេកឡើងយំលហេមលហាមពេញនឹងទៅពេលដែលចូលមកដល់ក្នុងក៏ឃើញថាមាននារីម្នាក់យ៉ាងស្រស់ស្អាតនាងជាម៉ាអៀនពេករត់ចេញទៅក្រៅបាត់ព្រោះមិននឹកស្មានថាអនាគតប្រពន្ធរបស់គាត់ស្អាតដល់ម្លឹងនោះទេគាត់មិនដែលឃើញនារីណាម្នាក់ដែលស្អាតក្រៅពីតាកាសាគីឡើយនៅក្នុងជីវិតរបស់គាត់នៅពេលជុំគ្នាពួកគេក៏បានណែនាំខ្លួនទៅវិញទៅមកហើយយើងក៏បានដឹងថានារីម្នាក់នឹងមានឈ្មោះថារីណាសាណាដាដោយឯកសណ្ឋាននាងឲ្យយើងបានដឹងថាគឺនាងរៀននៅសាលាផ្សេងពីនេជីម៉ាជាសាលាស្រីល្អបំផុតនៅក្នុងសង្កាត់នេះហើយនាងជាសិស្សកម្ពុជាប្រចាំថ្នាក់ទៀតផងឪពុកម្ដាយទាំងសងខាងនិយាយគ្នាដោយភាពរីករាយប៉ុន្តែពួកគេទាំងពីរវិញហាក់ដូចជាមិនចង់ឡើយម្ដាយរបស់នេជីម៉ាក៏បានសួរទៅកាន់នាងថាតើនាងរៀននៅក្លឹបសិក្សាមួយណានាងក៏បានឆ្លើយថានាងរៀននៅក្លឹបអក្សរសាស្ត្រហើយក៏សួរទៅកាន់ក្លឹបសិក្សារបស់នេជីម៉ាវិញផងដែរប៉ុន្តែនាងហៅពីរដងហើយនេជីម៉ានៅតែមិនលឺនាងសោះឡើយធ្វើឲ្យរីណាខឹងខ្លាំងណាស់ហើយក៏បានគប់អាវទៅលើគាត់បាននិយាយថានេជីម៉ានឹងគឺគ្មានសិលធម៌នោះទេនាងដឹងថាគាត់មិនចាប់អារម្មណ៍នឹងនាងប៉ុន្តែអ្វីដែលមើលទៅអាក្រក់បំផុតនោះគឺគាត់មិនបានព្យាយាមចាប់អារម្មណ៍មិនដឹងថាគាត់កំពុងតែគិតអីនោះទេបើចង់គិតទៅគិតនៅផ្ទះទៅហើយនាងមិនរៀបការជាមួយមនុស្សបែបហ្នឹងឡើយនាងក៏បានចេញពីទីនោះទៅឪពុកម្ដាយក៏បានឲ្យនេជីម៉ានឹងទៅរកនាងវិញមកដល់ពេលដែលទៅដើររកនាងនឹងនេជីម៉ាភ័យខ្លាចដែរហ្នឹងខ្លាចគេផ្ដាច់ពាក្យវិញគាត់ដឹងខ្លួនខុសព្រោះគាត់ពិតជាឆ្លើយនិងមិនចេះគិតគាត់ក៏បានយកដៃទៅច្រត់ទ្វារហើយទ្វារនឹងក៏របើកហើយក៏ឃើញថារីណាគឺនៅទីនោះដោយមិនចង់ឲ្យគេដឹងរីណាក៏បានទាញដៃនេជីម៉ាចូលហើយក៏បានដួលទៅលើនាងរីណានាងពិតជាខូចចិត្តនឹងការរៀបការនេះណាស់ព្រោះនាងត្រូវបំភ្លេចអនាគតប្តីរបស់នាងមិនដឹងថាទៅជាយ៉ាងណានោះទេវាដូចមិនមែនជាការពិតអញ្ចឹងនេជីម៉ាដឹងថានាងក៏មានអារម្មណ៍ដូចគាត់ដែរទោះជាយ៉ាងណាក៏ដោយគឺវាត្រូវបានសម្រេចចិត្តហើយទោះបីជាចង់រត់ចេញក៏ដោយតាមពិតទៅគឺនាងមិនបានចង់រត់ចេញនោះទេគឺនាងព្យាយាមប្រឈមមុខជាមួយនឹងគាត់ប៉ុន្តែនេជីម៉ាបែរជាមិនខ្វាយខ្វល់ពីនាងទៅវិញនេជីម៉ាក៏បានដឹងខ្លួនខុសហើយក៏សុំទោសនាងរីណាក៏បានឲ្យគាត់និយាយអីដែលគាត់ចង់និយាយទៅនេជីម៉ាក៏ចាប់ផ្ដើមនិយាយពីនារីម្នាក់ដែលគាត់ចូលចិត្តជាយូរមកហើយប៉ុន្តែនាងបានប្រាប់គាត់នៅព្រឹកមិញថានាងបានស្អប់គាត់ទៅធ្វើឲ្យគាត់ភ្លឹកអញ្ចឹងនេជីម៉ារៀងភ័យបន្តិចដែរព្រោះអីនិយាយពីមនុស្សស្រីដែលខ្លួនចូលចិត្តហ្នឹងជាមួយអនាគតប្រពន្ធគាត់បាននិយាយគ្រប់យ៉ាងពីរឿងរបស់គាត់ជាមួយនឹងតាកាសាគីរីណាស្ដាប់ហើយគាត់ថាវារ៉ូមែនទិកដូចនៅក្នុងរឿងអញ្ចឹងនាងក៏បានសួរថាមូលហេតុអីបានជាគាត់ស្រឡាញ់នាងខ្លាំងអត់ហើយចង់រៀបការជាមួយនាងអត់នេជីម៉ាក៏បានប្រាប់ថានៅពេលដែលគាត់ស្រឡាញ់នរណាម្នាក់ហ្នឹងគឺវាជាប្រភេទមួយអារម្មណ៍ដែលកាន់តែសេរីភាពកាន់តែសប្បាយដូចជាពេលដែលគាត់តែងតែលួចមើលនាងនៅក្នុងថ្នាក់ហើយនៅពេលដែលគាត់ឃើញស្នាមញញឹមរបស់នាងធ្វើឲ្យគាត់សប្បាយចិត្តរីណាមិនធ្លាប់មានស្នេហាពីមុនមកឡើយធ្វើឲ្យនាងចង់ដឹងថាស្នេហាគឺជាអ្វីទៅនៅពេលនោះ
aiរបស់នាងបានរបូតแล้วប៉ុន្តែនេជីម៉ាមិនហ៊ានប្រាប់ឡើយរីរីណាគិតថាតាកាសាគីផ្លាស់ប្ដូរអាកប្បកិរិយាលឿនបែបនេះនឹងប្រហែលជានាងលាក់បាំងអ្វីម្យ៉ាងហើយប៉ុន្តែនាងគ្រាន់តែស្មាននោះទេធ្វើឲ្យនេជីម៉ាសែតវិញបាត់រីរីណានាងសម្រេចថានាងនឹងជួយនេជីម៉ានៅក្នុងរឿងមួយនេះធ្វើឲ្យនេជីម៉ាសប្បាយចិត្តណាស់ដែលបានស្វែងយល់អារម្មណ៍របស់នារីដែលខ្លួនចូលចិត្តជាមួយអនាគតប្រពន្ធរបស់ខ្លួនរណាបាននេះប្រពន្ធល្អអញ្ចឹងដោយមិនចង់ឲ្យឪពុកម្ដាយសួរពួកគេក៏បានកាន់ដៃគ្នាចេញទៅក្រៅវិញរីរីណាអៀនបន្តិចព្រោះនាងមិនដែលកាន់ដៃបុរសណាឡើយនៅពេលដែលទៅក្រៅវិញទៅនេជីម៉ានឹកឃើញថាអាយរបស់នាងរបូតแล้วគាត់ភ្លេចប្រាប់មានអីស៊ីមកភ្លៀងប្រោយយូហាត់ប្រាប់នៅថ្ងៃស្អែកនេជីម៉ាបានប្រាប់មិត្តភក្តិរបស់គាត់ថាគាត់នឹងទៅសាលារីជូព្រោះអីអនាគតប្រពន្ធរបស់គាត់នឹងបានណាត់ជួបគាត់នៅទីនោះនៅពេលដែលគាត់បង្ហាញរូបភាពមិត្តភក្តិនេជីម៉ាពិតជាភ្ញាក់ផ្អើលព្រោះនាងពិតជាខ្ជូតខ្លាំងណាស់ហើយនេជីម៉ាគឺជាបរិសុទ្ធដ៏សំណាងបំផុតអំឡុងពេលនោះដែរនេសាកាក៏បានឃើញតាកាសាគីហើយក៏បាននិយាយបញ្ឈឺទៅនាងថាចង់ឃើញអនាគតប្រពន្ធរបស់នេជីម៉ាអត់នាងប្រហែលជាចង់ឃើញហើយមើលទៅប៉ុន្តែតាកាសាគីធ្វើជាមិនយល់ពីអ្វីដែលនេសាកានឹងចង់និយាយនោះឡើយមកដល់សាលារីជូគឺសុទ្ធតែជាសិស្សស្រីដែលឃើញនារីពីរនាក់ពាក់ខ្សែបូលើឯកសណ្ឋានដូចរីរីណាគាត់ក៏បានសួរពួកនាងពីរីរីណាពួកគេរកនឹកមួយសន្ទុះក៏ដឹងថាជាសាណាដាមូស៊ីគឺនាងឈឺនៅពេលដែលហាត់កីឡាឥឡូវនេះគឺនៅបន្ទប់ពេទ្យនៅពេលដែលមកដល់ក៏ឃើញថារីរីណាកំពុងតែដេកលក់តែប៉ុន្តែគឺនាងមិនបានឈឺអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែឈឺក្បាលតិចតួចហើយគ្រាន់បើហើយបន្ទាប់ពីនាងបានគេងនាងក៏បានឲ្យនេជីម៉ានឹងចេញទៅក្រៅទៅនាងផ្លាស់ប្ដូរសម្លៀកបំពាក់មួយផ្លែកំឡុងពេលនោះនេជីម៉ាក៏បានសួរនាងថាឈ្មោះសាណាដាមូស៊ីនឹងគឺជា nickname របស់នាងមែនរីណាលើហើយសួរគាត់ទាំងស្លន់ស្លោសួរថាលើពីណាគេអ្នកនិយាយទាំងដែលនាងនឹងអត់ទាន់បានស្លៀកសំពត់នោះទេនាងក៏បានសួរទៀតថាលើមកពីណាគេនេជីម៉ាក៏ចង់ប្រាប់ថាខោនាងក៏បានឆ្លើយកាត់ថាខោមិនចេះនិយាយនោះទេសម្លឹងសួរគាត់ថាដឹងមកពីណាដឹងពីសាស្ត្រីឆ្នាំទី2ឬក៏ខោខ្លីពិតជាប្រាប់គាត់មែនហើយណាគេគឺជាខោខ្លីនាងចំបាច់កគាត់សួរស្លន់ស្លោទាំងដែលនាងអត់បានចាប់អារម្មណ៍ខ្លួនឯងនោះទេបន្តិចក្រោយមកនាងក៏បានស្ងប់អារម្មណ៍វិញអាបែបនេះមែនឃើញអីហេតុប្រាប់គ្នាឲ្យច្បាស់លាស់សោះរីណាក៏បានចាប់ដើមនិយាយថាកាលនៅពីក្មេងគឺនាងឈឺយ៉ាងខ្លាំងហើយក៏បានស្នាក់នៅមន្ទីរពេទ្យអស់ពេលជាយូរប៉ុន្តែឥឡូវនេះគឺនាងមានសុខភាពល្អទេគ្រាន់តែជាជំងឺដ៏ស្មុគស្មាញក្នុងការព្យាបាលមិនអាចទៅរៀនបាននៅវគ្គទី2ក្នុងឆ្នាំទី1នៃសាលាមធ្យមសិក្សារបស់នាងគ្មានមិត្តភក្តិនោះទេហើយមនុស្សស្រីទាំងនោះសុទ្ធតែមានច្បាប់ផ្ទាល់ខ្លួនដែលពួកគេលេងគឺនាងមិនសមដើរជាមួយពួកគេឡើយនេជីម៉ាក៏បានប្រាប់នាងថាតែឥឡូវនេះនាងគឺជាសិស្សកម្ពុជាប្រចាំថ្នាក់ហើយនាងអាចប្រើវាជាឱកាសបង្កើតមិត្តភាពបានរីណាក៏បានតបថានាងមិនចង់ឲ្យនរណាម្នាក់សើចចំអកព្រោះនាងគ្មានមិត្តនោះទេនាងគ្រាន់តែស្អប់ការបាត់បង់ឥឡូវនេះនាងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេទោះបីជាចង់ធ្វើក៏ដោយនឹងហើយជាមូលហេតុដែលពួកគេហៅនាងថាសាណាដាមូស៊ីនេជីម៉ាយល់ថាទោះយ៉ាងណាក៏នាងមិនមែនជាមនុស្សស្រីពុតបុតដូចពួកគេឡើយគ្រាន់តែនាងមិនសូវយល់ដឹងពីសង្គមតែប៉ុណ្ណោះមានអីស៊ីម្ដាយបដោយវាយគេឲ្យសួរតកើតអីអត់នេជីម៉ាក៏មិនយល់ពីអារម្មណ៍របស់មនុស្សស្រីថាកំពុងតែគិតអីនោះទេប៉ុន្តែនិយាយជាមួយរីណាដូចរៀងចូលគ្នាពួកគេនិយាយជាមួយគ្នាឡើងធម្មតាប្រហែលជាមកពីពួកគេមិនមែនជាមិត្តភក្តិហើយវាក៏មិនមែនជាស្នេហាផងដែរពួកគេឆ្ងល់ថាតើពួកគេជាអ្វីនឹងគ្នាអានេះគេហៅថាដូចជា situationship ណាអ្នកគ្នាដែលឃើញថាមិនឆ្លឹកឲ្យពួកគេក៏ល្មមចេញទៅក្រៅហើយនៅពេលនោះទៅនាងទៅដឹងខ្លួនថានាងមិនទាន់បានស្លៀកសំពត់នោះទេជាមកប្រាប់ថាគាត់បានឃើញអីទាំងអស់អត់បានឃើញឆ្នូតអត់បានឃើញខ្សែអីនោះទេអត់បានឃើញប៉ុន្តែដឹងទាំងអស់មានអីស៊ីមកភ្លៀងបដ ாய் មូលហេតុដែលរីណាហៅគាត់មួយថ្ងៃនេះនឹងគឺដើម្បីចង់សួរបន្ថែមពីស្នេហារបស់គាត់និងតាកាសាគីទាំងសួរឡើងច្រើនប៉ុន្តែនេជីម៉ានឹងអត់បានស្ដាប់ទេព្រោះគាត់របបតែចាប់អារម្មណ៍ពីតាកាសាគីនៅខាងក្រៅរីណាដឹងថាតាកាសាគីនៅទីនេះភ្លាមនាងក៏បានរត់ទៅរកគេហើយក៏បានណែនាំខ្លួនឯងទៀតថានាងមានឈ្មោះថារីណាសាណាដាជាអនាគតប្រពន្ធរបស់យូការិនេជីម៉ាពួកគេក៏បានចូលនិយាយគ្នានៅក្នុងហាងមួយដោយនេជីម៉ាអង្គុយមកខាងទៀតចាំស្ដាប់ពួកគេនិយាយគ្នារីណាក៏បានប្រាប់ទៅកាន់តាកាសាគីថានាងជាអនាគតប្រពន្ធរបស់នេជីម៉ាពិតមែនប៉ុន្តែពួកគេគ្រាន់តែបានជួបគ្នាប៉ុណ្ណោះហើយនាងក៏មិនបានចូលចិត្តនេជីម៉ាឡើយអីដែលសំខាន់គឺនាងចង់ដឹងថាតើតាកាសាគីមានអារម្មណ៍មកចំពោះនេជីម៉ាតាកាសាគីក៏ចាប់ផ្ដើមនិយាយថានាងចូលចិត្តសក់ចំណែកនៅខាងក្រោយក្បាលរបស់នេជីម៉ាប្រហែលដោយសារតែនាងនឹងចំណាយពេលប្រើច្រើនក្នុងការសម្លឹងមើលវាពីកៅអីនៅខាងក្រោយគាត់ហើយចូលចិត្តនៅពេលគាត់ឈរធ្វើឲ្យនាងចង់អែស្មារបស់គាត់ពិតជាគួរឲ្យស្រឡាញ់នៅពេលដែលគាត់លើកដៃឡើងឆ្លើយទោះបីជាគាត់ភ័យខ្លាចក៏ដោយ
តាកាសាគីនិយាយបាយអូហូស្ទឹងធ្វើឲ្យរីរីណាស្ដាប់ឡើងវល់រីរីណានិយាយឡើងផ្អើលគេពេញហ្នឹងថាតាកាសាគីចូលចិត្តសក់ចម្លែករបស់នេជីម៉ាមែនហើយនេជីម៉ាវិញឡើងកៀងហ្មងគាត់មិននឹកស្មានថាតាកាសាគីហ្នឹងចូលចិត្តគាត់រឿងបែបហ្នឹងទៅវិញរីរីណាទៅតែដឹងថាចំណុចល្អរបស់នេជីម៉ាហ្នឹងគឺត្រង់សក់ចម្លែករបស់គាត់ហ្នឹងឯងតាកាសាគីពីមុនតែងតែលាក់អារម្មណ៍របស់ខ្លួនឯងប៉ុន្តែឥឡូវនេះនាងសប្បាយចិត្តណាស់ព្រោះវាជាលើកទី1ដែលនាងបាននិយាយពីរឿងនេះនាងចាប់ផ្ដើមនិយាយតទៀតពីនេជីម៉ាហើយនេជីម៉ាវិញពិតជារំភើបចិត្តណាស់ព្រោះតាំងពីគាត់រៀននៅសាលាបឋមសិក្សាតាកាសាគីគឺនៅក្នុងការចងចាំរបស់គាត់ហើយឥឡូវនេះក៏ទៅតែដឹងថានាងក៏តែងតែចងចាំគាត់ដូចគ្នានៅពេលដែលពួកគេចែកផ្លូវគ្នាទៅផ្ទះវិញរីរីណាក៏បានយំព្រោះនាងរំភើបចិត្តខ្លាំងពេកដោយសារតែនាងមានមិត្តភក្តិដំបូងគេនាងពិតជាសប្បាយចិត្តខ្លាំងណាស់បេះដូងរបស់នាងកំពុងតែលោតញាប់ណាស់ហើយក៏បានសួរទៅកាន់នេជីម៉ាថាតើនាងកំពុងតែចូលចិត្តតាកាសាគីដែរមែននេជីម៉ាក៏បានប្រាប់ថាវាមិនមែនទេគឺវាខុសគ្នាបើបេះដូងនេះមិនពេញចិត្តនឹងការថើបគឺវាមិនមែនជាការស្រឡាញ់នោះទេគ្រាន់តែលឺអញ្ចឹងភ្លាមរីរីណាគិតថាអញ្ចឹងមានន័យថានេជីម៉ានឹងធ្លាប់ថើបតាកាសាគីមែនដល់ពេលលឺអញ្ចឹងភ្លាមនេជីម៉ាភ័យដែរអនាគតប្រពន្ធសួរអញ្ចឹងក៏បានប្រាប់ទាំងញោមមកថាវាជាយូរមកហើយវាគ្រាន់តែជាការចងចាំនោះទេនាងក៏មានកំណត់មួយហើយកំណត់របស់នាងនឹងគឺចង់ឲ្យនេជីម៉ានឹងថើបទៅកាន់តាកាសាគីនឹងឲ្យបានច្រើនរកណាបាននេះប្រពន្ធចឹងប្រពន្ធដែលបរោះគ្រប់គ្នាប្រាថ្នាចង់បានហ្នឹងហើយអ្នកនរគ្នាអេពីសូតទី2របស់យើងបានឈានមកដល់ទីបញ្ចប់ហើយចង់ដឹងថាតើនេជីម៉ាធ្វើតាមសម្ដីរបស់រីរីណាអត់ដែលរីរីណាបានឲ្យនេជីម៉ានឹងថើបទៅកាន់តាកាសាគីឲ្យបានច្រើនចឹងកុំភ្លេចតាមដានទាំងអស់គ្នាអូខេ bye see you next episode thank you guys